លោកស្រី Emily Dickinson ខួរក្បាលរបស់អ្នកធំទូលាយជាងមេឃទៅទៀតខួរក្បាលគឺជាម៉ាស៊ីនបង្កើតអ្វីៗគ្រប់យ៉ាងនៅលើលោកនេះខួរក្បាលគឺជាវត្ថុទិព្វដែលអាចជប់អ្វីគ្រប់យ៉ាងបង្កើតអ្វីគ្រប់យ៉ាងធ្វើអ្វីបានគ្រប់យ៉ាងប៉ុន្តែត្រូវប្រយ័ត្នខួរក្បាលអវិជ្ជមានខួរក្បាលជាប់ដោយទុកកង្វល់ខួរក្បាលអំនួតខួរក្បាលចាក់រុកខួរក្បាលពុករលួយខួរក្បាលបោកប្រាស់ខួរក្បាលពូតផលខួរក្បាលខូខើនិងខួរក្បាលនិយាយដើមគេលោកស្រី Emily Dickinson អតីតអ្នកនិពន្ធអត្ថបទកំណាព្យដ៏ល្បីរបស់អាមេរិកបានមានប្រសាសន៍ថាខួរក្បាលរបស់អ្នកធំទូលាយជាងមេឃទៅទៀតលោកស្រីចង់មានន័យថាខួរក្បាលរបស់អ្នកមានសមត្ថភាពខ្លាំងណាស់ដែលអាចធ្វើអ្វីដែលនឹកស្មានមិនដល់ខួរក្បាលធ្វើឲ្យអ្នកគិតឃើញឆ្ងាយជាងមេឃទៅទៀតខួរក្បាលរបស់អ្នកប្រៀបដូចជាមេដែកដែលស្រូបទាញអ្វីគ្រប់យ៉ាងដូចនេះប្រសិនបើអ្នកគិតរឿងល្អនោះរឿងល្អនឹងកើតឡើងលើអ្នកប៉ុន្តែបើខួរក្បាលរបស់អ្នកគិតទៅលើរឿងអត់ប្រយោជន៍ច្បាស់ណាស់ថាអ្នកនឹងក្លាយជាមនុស្សអត់ប្រយោជន៍មនុស្សមួយចំនួនចូលចិត្តយកខួរក្បាលគិតតែរឿងមិនសូវមានប្រយោជន៍គិតរកវិធីធ្វើឲ្យអ្នកដទៃឈឺចាប់ស្វែងរកល្បិចកលបង្កើតពាក្យប្រឌិតនិយាយចាក់រកដើម្បីឲ្យអ្នកដទៃឈឺចាប់ដោយមិនខិតខំបង្វឹកខួរក្បាលរបស់ខ្លួនឲ្យខ្លាំងធ្វើរឿងឲ្យមានប្រយោជន៍នោះទេចូលប្រើខួរក្បាលរបស់អ្នកឲ្យបានល្អគិតរឿងមានប្រយោជន៍ធ្វើរឿងមានប្រយោជន៍បន្ថែមពីនេះអ្នកត្រូវអប់រំខួរក្បាលរបស់អ្នកបន្ថែមទៀតតាមរយៈការរៀនសូត្រការអានសៀវភៅការចូលរួមសិក្ខាសាលានិងការរៀនសូត្រពីបុគ្គលល្បីៗជាដើមត្រូវចាំថាបើអ្នកយកខួរក្បាលគិតរឿងអ្វីវានឹងឆក់យករឿងនោះជាមិនខានបើអ្នកយកខួរក្បាលគិតរឿងកំពៃកំប៉ុកនោះអ្នកបានត្រឹមតែជាមនុស្សកំពៃកំប៉ុកប៉ុណ្ណោះសូមចុច Like Share និង Subscribe Page Channel របស់យើងខ្ញុំដើម្បីទទួលបានខ្លឹមសារអប់រំបន្ថែមទៀត